មើលវីដេអូនេះហើយមានអារម្មណ៍ថាក្លៀនខ្លាំងមែនទែនហើយនេះគឺជាវីដេអូបានមកពីប្រទេសម៉ុងហ្គូលីនៅក្នុងប្រទេសម៉ុងហ្គូលីសាច់ហើយនិងខ្លាញ់គឺជាអាហារដ៏សំខាន់បំផុតសម្រាប់បរិភោគប្រចាំថ្ងៃរបស់ជនជាតិម៉ុងហ្គូលីដោយសារតែតំបន់ដែលពួកគេរស់នៅគឺត្រជាក់ច្រើនតែខ្លាំងអញ្ចឹងពួកគេត្រូវការបរិភោគដូចជាសាច់គោសាច់សេះនិងសាច់ចៀមជាដើមក្រៅពីបរិភោគសាច់សត្វក៏មានទឹកដោះសាច់ប្រភេទដូចជាទឹកដោះសេះជាដើមដើម្បីផ្ដល់ថាមពលដល់ពួកគេនិងរក្សាកម្ដៅឲ្យរាងកាយរបស់ពួកគេនឹងគឺសមជាមួយនឹងអាកាសធាតុបានឃើញពួកគេញ៉ាំសាច់និងខ្លាញ់ច្រើនអញ្ចឹងគឺថាពួកគេសុខភាពបន្តប៉ុន្តែអត់ទេដោយសារតែសាច់សត្វដែលពួកគេបរិភោគនឹងជាសាច់សត្វធម្មជាតិ 100% គ្មានសារធាតុគីមីទេហើយនិយាយពីតំបន់ដែលពួកគេរស់នៅគឺនៅតំបន់ដែលមានវាលស្មៅក្រាស់ៗអញ្ចឹងពិបាកផ្ដាំដំណាំផ្សេងៗទៅពួកគេជ្រើសរើសចិញ្ចឹមសត្វមានភាពងាយស្រួលសម្រាប់ពួកគេហើយងាយស្រួលនៅក្នុងការបរិភោគទៀតផងណាមួយនៅក្នុងប្រទេសម៉ុងហ្គូលីមានសត្វច្រើនជាងមនុស្សសត្វមានជាង180លានក្បាលចំណែកឯចំនួនប្រជាជនមានត្រឹមតែ3លានប៉ុណ្ណោះអញ្ចឹងវាមិនចម្លែកទេដែលប្រជាជនម៉ុងហ្គូលីជ្រើសរើសសាច់សត្វជាអាហារប្រចាំថ្ងៃ